ជំរាបសួរនិងសួស្តីទាំងអស់គ្នាថ្ងៃនេះអាចមានការលើកវត្តនឹងមកបន្តសាច់រឿងរបស់យើងភាគទី48ដែលជាពីបន្តជំនាន់អ្នកទាំងអស់គ្នាអញ្ចឹងកុំឲ្យអ្នកទាំងអស់គ្នារងចាំយូរយើងទៅបន្តសាច់រឿងរបស់យើងបន្តទៀតណដែលតាមភាគទី48ហ្នឹងគឺថាគេបាននិយាយទៅឯរាជដំណើររបស់រាជទាយាទវិញម្ដងក្រោយ7ថ្ងៃដែលយីមូរបស់ពួកយើងបានធ្វើការបះបោរអញ្ចឹងដោយការវិភាគមុនហ្នឹងពួកយើងអាចបានជួបនឹងកងឆេអញ្ចឹងហើយភាគនេះគេអាចនាំពួកយើងមកជួបនឹងកងឆេវិញម្ដងពេលនេះគឺថាកងឆេដឹងខ្លួនវិញហើយអាការៈក៏អាចនិយាយបានថាធូរស្បើយខ្លះដែរក្រោយបានការព្យាបាលរាជធានីហើយក៏ព្រោះតែបានមេដារបស់ខ្លួននៅមើលថែដូចគ្នាឯមេដារបស់កងឆេវិញក្រោយឃើញថាកងឆេបានដឹងខ្លួនអញ្ចឹងហើយក៏បានហៅរាជបុត្ររបស់ខ្លួនអីអញ្ចឹងទៅព្រោះអីគឺថាខ្លួនរៀងភ័យដែរដោយសារតែឃើញកូនមកវិញមានរបួសធ្ងន់ធ្ងរដល់ថ្នាក់បើកភ្នែកអត់រួចសម្រាប់ទៅនៅលើខែហើយនេះហើយគឺជាទឹកចិត្តរបស់ម្ដាយគ្រប់រូបគឺថាស៊ូអត់ស៊ូឃ្លានឲ្យតែកូនមានបានស៊ូរងទុកក៏មិនឲ្យកូនរងទុកដែរតោះអញ្ចឹងយើងចូលមកសាច់រឿងរបស់ពួកយើងបន្តទៀតគឺថាក្រៅពីកងឆេបានភ្ញាក់ដឹងខ្លួនភ្លាមហ្នឹងគឺថាក៏បានសួរមេដារបស់ខ្លួនភ្លាមអំពីយីមូត្មងមេដាតើពេលនេះយីមូនាងយ៉ាងម៉េចហើយចំណែកឯមេដារបស់កងឆេវិញគឺថាបន្ទាប់ពីបានលើសំណួររបស់បុតខ្លួនអញ្ចឹងហើយក៏បាននិយាយប្រាប់ទៅបុតវិញទាំងរដេរដប់ថាយីមូគឺបុតដឹងទេថាយីមូគឺនាងបានធ្វើរឿងច្រើនណាស់នៅពេលដែលបុតកំពុងតែសន្លប់មិនដឹងខ្លួននោះគឺនាងបានគ្រប់គ្រងការសាងសង់ប្រឡាយក្នុងរយៈពេល1ថ្ងៃដើម្បីតែបើកផ្លូវនាំបុតត្រឡប់មករាជធានីវិញហើយនៅពេលដែលនាងបានត្រឡប់មករាជធានីវិញនាងក៏បានបះបោរប្រឆាំងជាមួយនឹងព្រះអង្គសូម្បីព្រះអង្គទ្រង់ក៏ត្រូវបាននាងរំខានចិត្តដល់ទ្រង់ក្អួតចិញ្ចៀមដែរហើយនៅទីបញ្ចប់នោះយីមូនាងតើមានរឿងអីទៅមេដាហើយពេលនេះតើយីមូនាងនៅទីណាតើមានរឿងអីកើតឡើងចំពោះនាងតើមែនទេគឺនៅចុងបញ្ចប់នោះនាងបានលះបង់ខ្លួនឯងហើយបានបំផ្ទុះខ្លួនរួមជាមួយនឹងសំពៅក្បាលនាគនោះបាត់ទៅហើយឯកងឆេវិញបន្ទាប់ពីបានឮសម្ដីមេដារបស់ខ្លួននិយាយថាយីមូបានបំផ្ទុះខ្លួនជាមួយនឹងសំពៅនឹងហើយគឺថានៅក្នុងចិត្តវិញគឺពុះកញ្ជ្រោលខ្លាំងមែនតែនធ្វើឲ្យរបួសចាស់រើឡើងចឹងហើយក៏ស្លាប់បាត់មាត់ឆឹងទៅហើយនៅពេលដែលឃើញកងឆេស្លាប់ទៅអញ្ចឹងអ្នកដែលភ័យជាងគេនឹងគឺមានពីណាក្រៅពីម្ចាស់ស្ត្រីដែលជាមេដារបស់កងឆេនឹងឆេតើបាត់យ៉ាងម៉េចហើយឆាប់ដឹងខ្លួនឡើងរាជប៉ែតអ្នកបម្រើឆាប់ទៅហៅរាជប៉ែតភ្លាមមកបើថាកងឆេស្លាប់ហើយអញ្ចឹងយើងកាត់ទៅមើលឯនៅសំណាក់របស់អ្នកអង្គម្ចាស់ភេងវិញណោះគឺថាអេដមីនមានការនឹកអ្នកអង្គម្ចាស់តូចស៊ឺយេរបស់អេដមីនជាខ្លាំងព្រោះថាបាត់មុខគាត់ច្រើនភាគដែរហើយធ្វើឲ្យអេដមីននៅមិនសុខក្នុងចិត្តសោះព្រោះថាអត់មានពីណាគេនៅបកកាយជាមួយនឹងយីមូរបស់ពួកយើងហ្នឹងណាហើយតិចនាំគ្នាមកប្រាប់អេដមីនថាផ្លេចអ្នកអង្គម្ចាស់តូចសែនស៊ឺយេអីហ្នឹងគឺថាអេដមីនអស់ពីអីនិយាយហ្មងអូខេអញ្ចឹងកុំឲ្យរងចាំយូរតោះទៅជួបជាមួយនឹងអ្នកអង្គម្ចាស់តូចសែនស៊ឺយេរបស់អេដមីនទាំងអស់គ្នាណោះពេលនោះគឺថាមានភ្នែកមួយកំពុងតែបើកព្រាសម្លឹងទៅអ្នកអង្គម្ចាស់តូចសែនស៊ឺយេហើយអេដមីនក៏ដឹងថាអ្នកទាំងអស់គ្នាប្រកាសជាដឹងថាពីណាគេដែរមែនអត់គឺមានពីណាទៀតក្រៅពីយីមូហ្នឹងហើយល្អណាស់យីមូពេលនេះនាងបានដឹងខ្លួនហើយហាអ្នកអង្គម្ចាស់តូចសាន់ស៊ីយេនេះពេលនេះតើខ្ញុំកំពុងតែនៅវិមានរបស់អ្នកអង្គម្ចាស់ភីងតើមែនទេហើយអ្នកដែលបានជួយសង្គ្រោះជីវិតរបស់ខ្ញុំនោះគឺជាទ្រង់ឬសាន់ស៊ីយេតើខ្ញុំបានសន្លប់យូរប៉ុណ្ណាហើយអូយីមូនាងសន្លប់ប្រហែលជា7ថ្ងៃហើយហាថាម៉េច7ថ្ងៃឬអូអត់ទេកងជឿមានរឿងហើយខ្ញុំត្រូវតែប្រញាប់ទៅជួយគេឈប់សិនយីមូតើនាងកំពុងតែធ្វើអីហ្នឹងតើនាងចង់ទៅធ្វើរឿងស្អីទៀតហើយនាងដឹងទេដើម្បីទៅជួយសង្គ្រោះជីវិតរបស់នាងខ្ញុំបានប្រឹងប្រែងប៉ុណ្ណាដឹងទេតើខ្ញុំដើម្បីតែស្វែងរកនាងបានចាត់មនុស្សរាប់ពាន់នាក់ដើម្បីតែរកនាងឲ្យឃើញពេលដែលខ្ញុំបានលើដំណឹងរបស់នាងតើខ្ញុំភ័យប៉ុណ្ណាសំណាងហើយដែលចុងក្រោយនោះខ្ញុំអាចរកនាងឃើញដឹងអត់នៅពេលដែលខ្ញុំបានឃើញនាងនោះគឺនាងនៅលើបំណែកសំពៅបាក់បែកនោះហើយពេលដែលខ្ញុំបានឃើញនាងបានរងរបួសយ៉ាងធ្ងន់ធ្ងរសំណាងណាស់ដែលនាងអាចឆ្លងផុតហើយអាចរស់ឡើងវិញបានឯពេលនេះតើនាងចង់ទៅស្លាប់ទៀតហើយតើមែនទេអត់ទេស៊ឺយេខ្ញុំត្រូវតែចាក់ចាញ់ពេលនេះកងជឿគេកំពុងតែស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ខ្ញុំត្រូវតែប្រញាប់ទៅរកគេបើមិនដូច្នេះទេវានឹងហួសពេលហើយមិនបានទេយីមូនាងមិនអនុញ្ញាតឲ្យទៅណាទេតើនាងអត់ដឹងទេអីថារបួសរបស់នាងធ្ងន់ធ្ងរប៉ុណ្ណាបើនាងពិតជាទៅមែននោះគឺដូចជាទៅស្លាប់អញ្ចឹងស៊ឺយេប៉ុន្តែកងជឿគេគឺជាគ្រួសាររបស់ខ្ញុំដូច្នេះខ្ញុំត្រូវតែទៅជួយគេស៊ឺយេអរគុណត្រង់ណាស់ដែលបានជួយសង្គ្រោះជីវិតរបស់ខ្ញុំហើយសូមត្រង់កុំភ័យអីខ្ញុំមិនស្លាប់នោះទេខ្ញុំនឹងត្រឡប់មកវិញដើម្បីសងគុណត្រង់វិញតែមុននឹងចាកចេញខ្ញុំមានរឿងមួយសូមពឹងឲ្យត្រង់ជួយតើបានទេតើមានរឿងអីឆាប់និយាយមកហើយរឿងសងគុណអីហ្នឹងគឺមិនបាច់ទេគ្រាន់តែប្រាប់មកចង់ឲ្យជួយរឿងអីឆាប់និយាយមកបើអាចជួយបានខ្ញុំនឹងជួយ ព
ប្រកាសណាស់ស៊ឺយេត្រង់គឺអាចជួយខ្ញុំបានរឿងនោះគឺវាងាយទេបើអាចសូមត្រង់ជួយផ្ដល់ដំណឹងឲ្យម្ចាស់បងកងឆេបានដឹងផងតាពេលនេះខ្ញុំមានសុវត្ថិភាពទេថងចំណុចដែលយីមូប៉ងឲ្យស៊ឺយេទៅប្រាប់កងឆេនឹងគឺថាអេដមីនសុំទាយ 100% គឺស៊ឺយេអត់ទៅប្រាប់កងឆេទេព្រោះចង់និយាយថាសត្រូវនឹងគ្នាតាំងពីជួបដំបូងហើយនឹងចង់ឲ្យគ្នាទៅប្រាប់ដំណឹងឲ្យអីចឹងហើយសវត្តនឹងមិនដឹងថាទៅដល់ដៃរបស់កងឆេអត់ទេអានឹងគ្រាន់តែជាការគិតរបស់អេដមីនទេតែបើស៊ឺយេពិតជាផ្ញើឲ្យមែនក៏មានអីគឺគេគោរពសម្ដីរបស់គេជាមួយនឹងយីមូនឹងណាណែកងយីមូនាងតើតែបានរត់គេចផុតចេញពីទ្វារឋាននរកទេណាឥឡូវនេះនាងចង់ទៅជួយសង្គ្រោះកងជឺហើយសូមឲ្យខ្ញុំផ្ញើសារឲ្យកងឆេទៀតតើនាងបន្តិចក៏មិនខ្វល់ពីខ្លួនឯងដែរតាមែនទេមិនអីទេគឺថាខ្ញុំមានត្រង់ខ្វល់ពីខ្ញុំហើយតើចឹងវាគ្រប់គ្រាន់សម្រាប់ខ្ញុំហើយប៉ុន្តែថារឿងដែលត្រង់ថាត្រង់បានបញ្ជូនមនុស្សឲ្យទៅស្វែងរកខ្ញុំដល់ទៅ 1000 នាក់នោះតើត្រង់មិនចង់អធិប្បាយរឿងអីប្រាប់ខ្ញុំបន្ថែមទៀតទេខ្ញុំម្ចាស់គិតថាមើលទៅពេលនេះអ្នកអង្គម្ចាស់តូចរបស់ខ្ញុំដូចជាមានអំណាចដល់ហើយណស៊ឺយេតើពេលនេះត្រង់ត្រូវបានឡើងតំណែងនឹងឋានៈជាមេបញ្ជាការខាងឆ្វេងនៃកងទ័ពអធិរាជហើយតើមែនទេប្រកាសជាអញ្ចឹងហើយព្រោះថាខ្ញុំគឺជាអ្នកអង្គម្ចាស់តូចទាំងមូលមិនខ្ញុំមិនអាចធ្វើវាបាននោះទៅហើយយីមូក្រែងនាងថានាងនឹងឲ្យអំណោយមកខ្ញុំតើមែនទេតែអំណោយនោះណែណាឆាប់ឲ្យមកខ្ញុំមកអាយីមូវិញគឺថានៅពេលដែលបានឮថាកូនក្មេងកំពុងតែទាកាដូពីខ្លួនអញ្ចឹងក៏បានឆ្លើយតបទៅស៊ឺយេវិញថាល្អណាស់ចឹងខ្ញុំនឹងធ្វើតាមការសន្យារបស់ខ្ញុំគឺខ្ញុំនឹងផ្ដល់អំណោយឲ្យទៅត្រង់ស៊ឺយេនេះជាអំណោយរបស់ត្រង់ឆាប់ទទួលទៅឯស៊ឺយេវិញនៅពេលដែលឃើញកាដូរបស់ខ្លួនកំពុងតែហោះមកតម្រង់ក្បាលខ្លួនចឹងហើយក៏ធៀមចាប់ខ្លាចថានឹងត្រូវក្បាលរបស់ខ្លួនអីចឹងទៅថងកន្លែងហ្នឹងឯងមាននិយាយលេងទេគេគ្រាន់តែចាប់កាដូគេកុំឲ្យធ្លាក់ដល់ដីចឹងទៅខ្លាចថាកាដូហ្នឹងវាជាទុំថ្មឬត្បូងគុជអីទៅវាបែកទៅថ្មិចទៅស៊ឺយេពេលនេះខ្ញុំរវល់ហើយចាំលើកក្រោយខ្ញុំនឹងមកលេងត្រង់ទៀតណាអ្នកអង្គម្ចាស់តូចស៊ឺយេហើយកុំភ្លេចរឿងដែលខ្ញុំបានពឹងឲ្យត្រង់ជួយគឺត្រូវតែផ្ដល់សារឲ្យតែម្ចាស់បងកងឆេដឹងពីដំណឹងរបស់ខ្ញុំផងថងកន្លែងហ្នឹងអ្នកទាំងអស់គ្នាមានឆ្ងល់ដោយ admin អត់ទេបានយីមូមិនឲ្យតាមសមូលចាំបាច់បោះឲ្យហត់កិច្ចចេញទៅយ៉ាងលឿនអញ្ចឹងគឺថាមកពីមានមូលហេតុមួយដែលធ្វើឲ្យយីមូរបស់យើងត្រូវទៅស្លានហត់កិច្ចចេញនៅពេលដែលបានផ្ដល់កាដូឲ្យទៅស៊ឺយេភ្លាមនោះហើយបើមើលតាមទឹកមុខរបស់ស៊ឺយេគឺ admin ប្រកាសថាអ្នកទាំងអស់គ្នាប្រកាសជាបានដឹងហើយគឺថាមកពីកាដូរបស់យីមូនឹងធ្វើឲ្យស៊ឺយេរបស់យើងនឹងភ្ញាក់ផ្អើលខ្លាំងពេកគឺថាកាដូរបស់យីមូឲ្យទៅស៊ឺយេនឹងគឺមានតែមួយលើលោគ្មានពីរទេមានអី admin មើលទៅមុខតកតាឈើនឹងដូចជាកាត់ទៅរកស៊ឺយេប្រហែលភាគដែរតាឯម្ចាស់សម័យខ្លួនដែលបានកាដូនឹងវិញគឺថាគ្រាន់តែឃើញកាដូនឹងហើយគឺតក់ស្លុតខ្លាំងមែនតើមិននឹកស្មានថាយីមូមើលមកខ្លួនឃើញចេញជាមុខយ៉ាងសគ្នាមុខឡើងសង្ហាឆ្លាក់តុក្កតាមុខគ្នាឡើងអាក្រក់ចង់និយាយថាមានពីណាទៅសោកចិត្តទៅល្អណាស់កងយីមូនាងបែរជាមើលរំលងរូបរាងដ៏សង្ហារបស់ខ្ញុំផងមើលតុក្កតានេះចោះគ្មានដូចខ្ញុំអីបន្តិចកោតតែនាងចេះនឹកឃើញធ្វើតុក្កតានេះមកឲ្យខ្ញុំកើតធ្វើបែបនេះដូចជាមើលងាយគ្នាពេកហើយយើងមិនសោកចិត្តទេកងយីមូឆាប់ត្រឡប់មកវិញភ្លាមគឺថាសំបីតែចាប់ក៏វាផ្អើលដោយសារតែស៊ឺយេដែរនេះហើយគឺលទ្ធផលនៅពេលដែលស៊ឺយេបានជួបជាមួយនឹងយីមូគឺថាគូនេះគឺដូចជា Tom and Jerry បេះបិទតែហ្មងគឺថាពេលគេត្រូវគ្នាអីចឹងដូចគេត្រូវចំណងចំណូលចិត្តដូចគ្នាអីចឹងគឺឡើងស្អិតចូលគ្នាតែហ្មងហើយបើពេលឆ្លោះគ្នាវិញគឺបែកផ្ទះចឹងយើងនិយាយពីយីមូហើយនឹងស៊ឺយេតែប៉ុណ្ណឹងបានហើយយើងទៅបន្តសាច់រឿងយើងបន្តទៀតត្រឡប់មកមើលនៅខាងវាទំនាបនៅភាគពាយ័ព្យនៃនគរលូយេវិញនៅក្នុងយប់ដែលមានព្រិលធ្លាក់ខ្លាំងគឺថាគ្រាន់តែបើកចូលមកស្លឹកថ្មីនេះគឺថាឃើញកងជើកំពុងតែពួនកិច្ចចេញពីកងទ័ពរបស់នគរលូយេត្រង់ចំណុចហ្នឹងគឺadminមានការកត់សម្គាល់ចំពោះកងទ័ពរបស់នគរលូយេជាខ្លាំងដោយគ្រប់ពេលដែលនគរលូយេចេញទៅធ្វើការហ្នឹងគឺនាំគ្នានិយាយគ្នារហូតអាចនិយាយបានថាមាត់អត់មានកម្របសោះនៅពេលដែលចេញធ្វើការម្ដងគឺថាធ្វើការនៅនិយាយគ្នាធ្វើឲ្យសត្រូវបានដឹងរហូតដូចជាពេលហ្នឹងអញ្ចឹងគឺមានកងទ័ពមួយហ្នឹងបាននិយាយលើកឡើងមកមុនដំបូងគេថាពួកឯងយើងឆ្ងល់ដល់ហើយនេះតើលោកមេទ័ពចង់ឲ្យពួកយើងរងចាំនៅទីនេះយូរប៉ុណ្ណាទៀតទៅអ្នកណាក៏ដឹងដែរថាវាទំនៀមនៅភាគពាយ័ព្យនៃនគរលូយេរបស់ពួកយើងនេះគឺក្របដណ្ដប់ទៅដោយវាស្មៅដែលពោពេញទៅដោយអពលប្រសិនបើគ្មានថ្នាំបន្សាបទេនោះកុំសង្ឃឹមថាអាចរស់ចាក់ចេញទៅបាននោះបើតាមយើងគិតគឺថាមេទ័ពវ័យក្មេងនោះគេប្រហែលជាស្លាប់យូរហើយមិនស្រួលពេលនេះសូម្បីតែសាកសពក៏ត្រូវសត្វហែកស៊ីអស់ដែរ
តែយើងមិនគិតដូចជាឯងទេយើងថាពេលនេះគេអាចនឹងមិនទាន់ស្លាប់ទេហើយពេលនេះប្រហែលជាគេកំពុងតែលាក់ខ្លួននៅទីកន្លែងណាមួយនៃវាលរហោស្ថាននេះហើយឯងមិនបានដឹងទេឬថាមេតបវ័យក្មេងនោះគេជាមនុស្សដែលរឹងរូសណាស់ហើយយើងបានឮទៀតថាគេតែម្នាក់ឯងអាចសម្លាប់លោកមេតបរបស់ពួកយើងបានចឹងហើយយើងមិនគួរណាមើលងាយសត្រូវទេត្រូវតែប្រុងប្រយ័ត្នលោកមេតបថ្មីបាននិយាយហើយថាអ្នកដែលអាចចាប់គេបាននោះនឹងទទួលរង្វាន់ដូច្នេះហើយឆាប់បំបែកគ្នាទៅស្វែងរកតម្រុយពីគេភ្លាមទៅនៅក្នុងចិត្តរបស់កងជឺសំណាងហើយដែលផ្កាដែលយើងបានរកឃើញនោះវាអាចបន្សាបខ្យល់ពុលនេះបានបើមិនដូច្នេះទេនោះយើងប្រកាសជាស្លាប់ដោយសារតែអាប់ពុលនេះហើយពេលនេះពួកកងទ័ពនគរលូយេកំពុងតែស្វែងរកយើងហើយមិនកើតទេយើងត្រូវតែបង្វែរដានពួកគេទៅបានហើយគ្រាន់តែកងជឿបាននិយាយចឹងព្រាមគឺបានធ្វើសកម្មភាពតែម្ដងពេលហ្នឹងមិនដឹងថាកងជឿរបស់ពួកយើងនឹងទៅចាប់បានកងទាហានមកពីណាម្នាក់ទេហើយដែលមិនបានរងចាំយូរហ្នឹងគឺថាកងជឿក៏បានចាប់ព្យួរបុរសម្នាក់នឹងជាប់ជាមួយនឹងដើមឈើមួយមិនត្រឹមតែប៉ុណ្ណោះគឺថាកងជឿក៏បាននិយាយទៅកាន់បុរសម្នាក់នឹងថាយើងនឹងយកឯងចូលនៅទីនេះដើម្បីធ្វើជាអន្ទាក់ចាប់បពុះរបស់ឯងថងកន្លែងហ្នឹងគឺថាមិនមែនចាប់ទេគឺកំចាត់ចោលតែម្ដងហើយបន្ទាប់ពីកងជើបានរៀបចំអន្ទាក់សពគ្រប់ហើយក៏បានចាក់ចេញពីកន្លែងហ្នឹងបន្ទាប់មកក៏ផ្ទាត់អ្វីម្យ៉ាងទៅប៉ះនឹងដើមឈើឲ្យវាក៏គិតលឺសលេងចឹងទៅដើម្បីឲ្យពួកសេនានឹងចាប់អារម្មណ៍ហើយដោយការគិតរបស់កងជើអញ្ចឹងគឺបន្ទាប់ពីបានលឺសលេងចឹងហើយពួកសេនានឹងក៏នាំគ្នាច្អល់ទៅហកន្លែងដែលកងជើបានពលឺសលេងនឹងចេញមកចឹងដើម្បីហៅគ្នាទៅមើលចឹងណាគីឡូបានជួបនឹងកងជើហើយនឹងចាប់កងជើយកទៅជំរុំវិញពួកឯងនៅទីនោះមានសម្លេងប្រហែលជាសត្រូវរបស់ពួកយើងកំពុងតែលាក់ខ្លួននៅទីនោះហើយឆាប់ទៅមើលព្រាមទៅតោះពួកយើងវាប្រហែលជាលាក់ខ្លួននៅទីនោះហើយឆាប់ឡើងវារត់បាត់ឥឡូវហើយថងកន្លែងហ្នឹងគឺថាប្រហែលជាពួកកងទ័ពនឹងផ្នែកមញូទាំងអស់គ្នាហើយមើលទៅបានជាមើលឃើញកងជឿអញ្ចឹងអ្នកទាំងអស់គ្នាមានឃើញកងជឿអត់គឺថាកងជឿនៅឡើងកណ្ដាលវាលហើយអត់មានបញ្ញាមើលឃើញហេតុតែគេតួឯកណធ្វើម៉េចក៏សមឯក្រុមកងទ័ពនគរលូយេវិញបន្ទាប់ពីបានទៅដល់កន្លែងដែលកងជឿបានរៀបអន្ទាក់នឹងហើយក៏ដឹងតែខ្លួនចូលអន្ទាក់ព្រោះតែពួកគេបានឃើញថាអ្នកដែលបានចងព្យួរឡើងទៅលើនឹងគឺជាក្រុមបពុះរបស់ពួកគេចឹងហើយក៏ដឹងថានេះគឺជាអន្ទាក់បាត់ហើយអូអត់ទេវាជាអន្ទាក់ទេឆាប់រត់ភ្លាមទៅតែមានចង់ប្រាប់ថាគឺថារត់មិនទាន់មកដើរចូលអន្ទាក់គេបាត់ហើយនឹងចឹងហើយអ្នកដែលបានរៀបអន្ទាក់នឹងក៏បានហក់ចូលមកដល់កវិសដើររបស់ខ្លួនហើយបានធ្វើឲ្យក្រុមរបស់នគរលូយេនឹងក៏ខ្ទាតទៅមើលលទ្ធផលក៏ដឹងថាមិនរស់ដែរមួយសន្ទុះក្រោយមកគឺថាកងជឿរបស់យើងក៏បានកំចាត់ពួកកងទ័ពដែលបានតាមហៅខ្លួនពេលនោះគឺថាកងជឿរត់ទៅចាក់ចេញពីទីហ្នឹងហើយប៉ុន្តែក៏បានឮសលេងមនុស្សកំពុងតែប្រយុទ្ធគ្នាចឹងហើយក៏បានទៀងជាស្ដាប់ទៅក៏ឮសលេងរបស់មនុស្សម្នាក់ដែលខ្លួនមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់ហើយចិត្តស្និទ្ធខ្លាំងជាងគេតែសំឡេងនោះក៏បានបន្លឺឡើងដោយនិយាយថាពួកឯងចង់ចាប់យើងផងហ៎ពួកឯងយឺតពេកហើយពិតជាមិនប្រមាណកម្លាំងខ្លួនឯងមែនហើយកងជឿបន្ទាប់ពីបានឮសំឡេងហ្នឹងហើយគឺគិតនៅក្នុងចិត្តថាសំឡេងហ្នឹងគឺជាសំឡេងរបស់មានចង់ប្រាប់ថាមានរបស់ពីណាទៀតគឺរបស់យីមូហ្នឹងហើយពេលនេះគឺថាយីមូបានមកដល់ព្រំប្រទល់នគរលូយេហើយគ្រាន់តែមកដល់ភ្លាមគឺថាបានជួបនឹងកងទ័ពរបស់នគរលូយេព្រាមតែម្ដងហើយយីមូរបស់យើងគឺថាមានតែចៅអីបើបានជួបយ៉ាងហើយមិនបានសាកថ្វីដៃម្ដងវាមិននឹងសាកសមទៅចឹងហើយក៏បានឆ្វៃជាមួយនឹងកងទ័ពនគរលូយេពេល3ស្នៀតទៅហើយនៅពេលដែលកំពុងតែវាយគ្នានឹងគឺយាយមកក៏បានគិតនៅក្នុងចិត្តថាមិនកើតទេយើងមិនគួរណាខ្ជះខ្ជាយកម្លាំងទេរក្សាកម្លាំងល្អជាងពេលនេះរបស់យើងកំពុងតែមិនទាន់ជាសះស្បើយនៅឡើយទេទុកថាពេលនេះពួកឯងសំណាងហើយបើយើងមិនមានរបួសទេយើងនឹងកម្ចាត់ពួកឯងមិនឲ្យសល់ម្នាក់ឡើយដោយគិតអញ្ចឹងហើយគឺថាយាយមកក៏បានរត់ចេញពីពួកកងទ័ពរបស់នគរលូយេហើយមកលាក់ពន្ធនៅក្រោយដើមឈើដ៏ធំមួយពេលនោះយាយមកក៏បានគិតនៅក្នុងចិត្តតែម្នាក់ឯងថាពួកឯងកុំសង្ឃឹមថាអាចរកយើងឃើញនោះតែកិនអញ្ចឹងហើយគឺយីមូថានឹងរត់បាយខ្លួនគេចចេញពីកន្លែងហ្នឹងទៅពួននៅកន្លែងផ្សេងទៀតតែពេលនោះគឺថាយីមូក៏បានទៅបុកជាមួយនឹងបុរសម្នាក់ហើយម្នាក់ហ្នឹងគឺកងជឿរបស់ពួកយើងនឹងហើយតែយីមូគឺមានដឹងថាកងជឿណាពេលហ្នឹងគឺគិតថាខ្លួនឯងហ្នឹងគឺខ្ចប់របស់ពួកសត្រូវនគរលូយេនឹងហើយមកទៅដោយសារតែពេលនេះគឺយីមូនៅតែម្នាក់ឯងហើយអស់កម្លាំងទៀតដោយសារតែឈឺមុខរបួសតិចតួចចឹងហើយបើពួកសត្រូវច្រើនពេកក៏មិនអាចប្រយុទ្ធឈ្នះគេដែរតែដោយសំណាងល្អហ្នឹងគឺមិនមែនសត្រូវទេគឺជាកងជឿវិញទេចឹងហើយយីមូហ្នឹងគឺអាចចាត់ទុកថាជាមនុស្សសំណាងដែរតើកងជឿតើនេះពិតជាឯងតើមែនទេតើនេះមិនមែនជាការស្រមើស្រមៃរបស់បងទេតើមែនអត់ត្រូវហើយមិនមែនជាការស្រមៃទេយីមូគឺជាខ្ញុំកងជឿពេលនេះពួកយើងតែពីរនាក់បានជួបគ្នាវិញហើយយីមូខ្ញុំនឹកនាងណាស់បងក៏នឹកឯងដូចគ្នាអរគុណព្រះជាម្ចាស់ណាស់ដែលជួយឲ្យឯងមិនកើតអីបែបនេះ
ពេលនេះគឺថាយីមូហើយនឹងកងជឿបានជួបគ្នាវិញហើយអេដមានដឹងគួរសម្រាយមិនបន្តទៀតទេនេះមើលតែរូបភាពទៅនេះនៅពេលដែលគេបានជួបគ្នាអញ្ចឹងហើយគឺក៏គេបានអោបគ្នាអីចឹងទៅព្រោះអីបាយគ្នាយូរហើយត្រង់កន្លែងហ្នឹងគឺថាមានរឿងដ៏ហួសចិត្តមួយសម្រាប់ admin ព្រោះថាស្ថិតនៅក្នុងស្ថានភាពដែលគេកំពុងតែដេញចាប់អញ្ចឹងហើយមានអ្នកខ្លះក៏អាចនឹងកេងលក់បានទៀត admin សូមសរសើរយីមូដែលចិត្តស្មោះតែម្ដង admin មើលត្រង់កន្លែងហ្នឹងមិនដឹងថាយីមូមកជួយកងជឿឬក៏កងជឿមកត្រូវជួយយីមូវិញទេនេះ admin នឹងនិយាយថាម៉េចទេអានោះរឿងគេទេតើយើងកុំចេះដឹងរឿងគេច្រើនពេកអត់មានសុំលួចមើលសាច់រឿងគេតែប៉ុណ្្នឹងបានហើយមានឈុតគីអីហ្នឹងគឺឲ្យអ្នកទាំងអស់គ្នាគិតដោយខ្លួនឯងទៅអត់មានដឹងនិយាយមិនទេអញ្ចឹងភាគទី48ហ្នឹងគឺបញ្ចប់តែពាក្យដែលកងជឿបាននិយាយថាចាប់ពីពេលនេះទៅខ្ញុំនឹងនៅជាមួយនាងជារៀងរហូតយីមូអូខេអ្នកទាំងអស់គ្នាអញ្ចឹងភាគទី48ហ្នឹងសូមបញ្ចប់ត្រឹមតែប៉ុណ្្នឹងឯងណាអ្នកទាំងអស់គ្នាចាំជួបជាមួយនឹង admin នៅភាគក្រោយបន្តទៀតណាដូច្នេះពី admin មែនកាឡូវសូមអរគុណនិងសូមជម្រាបលាអ្នកទាំងអស់គ្នាបាយបាយ